ខ្ញុំមិនអត់ឡើយគឺជជែកគ្នាលេងមិនមែនមកឆ្លោះវាយគ្នាទេស្រីស្អាតខ្ញុំសាយជិបចោឲ្យនាងនិយាយហើយណាកុំបញ្ចេញសម្លេងឲ្យសោះឮទេអីអូអីមិនអាចបន្ទោសខ្ញុំទេគឺដោយសារតែឯងល្មមស្រីទៅបករឿងខ្ញុំមិនដូរឈ្មោះមិនដូរតកូលគឺបេសកជើងគង់មីងខាងស្ដាំឈ្មោះវ៉ាន់យ៉ាងនៃបកសាសនាមីងឥឡូវខ្ញុំសម្លាប់ឯងមិនអាចទុកជាអ្នកក្លាហានខ្ញុំទុកជីវិតឲ្យឯងបើឯងមិនសុខចិត្តឯងអាចរកខ្ញុំសងសឹកគ្រប់ពេលវេលាបានអរគុណថ្នាំអាសាមចើរើតែឯងយល់ថារឿងហេតុកើតឡើងដោយចៃដន្យពេកពិបាកទទួលយកមែនទេអ្នកគ្រូខ្ញុំវ័យក្មេងមិនចេះកិនរួមទាំងចូលបៈមិនបានយូរប្រមាណខ្ញុំគ្មានលទ្ធភាពនឹងធ្វើជាមេបៈទេហើយអ្នកគ្រូប្រហែលជាអាចដោះខ្លួនបានអ្នកគ្រូមិនអាចដោះទេអ្នកគ្រូបញ្ជាអ្នកគ្រូឲ្យហ៊ានប្រឆាំងដែរប៉ុន្តែខ្ញុំពិតជាធ្វើតែមិនរួចទេចើរើចើរើហើយតែអ្នកគ្រូចង់ឲ្យឯងធ្វើជាមេប៉ាំងមិនឲ្យទៅសិស្សច្បងឯងទាំងឡាយមិនមែនអ្នកគ្រូលំអៀងចិត្តទេនោះគឺដោយសារតែមេប៉ាអើមីត្រូវតែមានវិជ្ជាគុណដល់កំពូលទើបអាចឈរជើងនៅក្នុងចំណោមអ្នកក្លាហានទាំងឡាយវិជ្ជាគុណខ្ញុំសាមញ្ញមិនអាចប្រៀបនឹងសិស្សបងទាំងឡាយទេលទ្ធផលពួកគេមានកំណត់វិជ្ជាគុណដល់កម្រិតគេទៅហើយនេះជាទេពកោសល្យមិនមែនថាអាចបង្ខំចិត្តនោះទេតែឯងខុសគ្នាថ្មីត្បិតតែឥឡូវឯងមិនបានស្មើនឹងពួកគេតែថ្ងៃក្រោយពិបាកប៉ាន់ស្មានណាស់ពិបាកប៉ាន់ស្មានណាស់ត្រូវហើយពិបាកប៉ាន់ស្មានពាក្យមួយម៉ាត់នេះចើរើឥឡូវឯងខ្លាចជាមេបៈយើងហើយអ្នកគ្រូមានអាកំបាំងមួយអ្នកគ្រូត្រូវតែប្រាប់ឯងតើឯងដឹងពីប្រវត្តិកំបិតបហានីនឹងដៅមេឃាដែរទេខ្ញុំមិនដឹងទេអ្នកបង្កើតបៈយើងឈ្មោះគក់សៀងជាកូនស្រីរបស់អ្នកក្លាហានគក់ជិញអ្នកក្លាហានគក់មានវិជ្ជាដល់កំពូល2ទី1គឺយុទ្ធសាស្ត្រដឹកនាំទ័ពធ្វើសង្គ្រាមទី2គឺវិជ្ជាគុណក៏ព្រោះតែផ្ទេរវិជ្ជាដល់កំពូលគាត់ទៅឲ្យអ្នកក្រោយគាត់ក៏អញ្ជើញកំពូលជាងម្នាក់យកដាវទេពដ៏ធ្ងន់មួយដែលយាងគួរបកគលជូនគ្រួសារតាគូទៅរំលាយចោលរួមបន្ថែមមានល្អនៅទិសខាងលិចធ្វើជាកំបិតប្រហារនេះនឹងដាវមេឃីនៅក្នុងកំបិតប្រហារនេះមានយុទ្ធសាស្ត្រនៅក្នុងដាវមេឃីមានគម្ពីរសម្ងាត់វិជ្ជាគុណគម្ពីរធាតុញីទាំង9និងវិជ្ជាគុណដល់កំពូលនៃកណ្ដាប់ដៃទាំង18បង្ក្រាបនេះអ្នកក្លាហានគួរសង្ឃឹមថាអ្នកចំនួនក្រោយអាចចេះវិជ្ជាគុណទាំងនេះកំចាត់ជនអាក្រក់ជូនប្រជារាស្ត្រប៉ុន្តែអ្នកចំនួនក្រោយគ្រាន់តែដឹងថាកំបិតប្រហារនេះជាស្ដេចពិភពគុណមានតែដាវប្រហារនេះទេទើបអាចប្រកួតបានប៉ុន្តែអ្វីជាស្ដេចនោះតើមានអ្នកណាទៅដឹងហើយតែគួរឲ្យស្ដាយអ្នកគ្រូអកុសលចាញ់បោកគេដាវមេឃាធ្លាក់ក្នុងដៃបៈបិសាចអ្នកគ្រូ
ដើមមេឃីគឺតែស្រីតកោចានយោតែ ស្រីតកោចៅនោះគឺជាបពពួកមេបកបិសាច មេបកចាងមិនមែនជាបកបិសាចទេ បន្ទល់ពេលនេះនឹងជួយនិយាយចាំងពូជីទៀតអ្នកគ្រួយឯងក្រុងតំណែងមេប៉ាងគឺមានន័យជ្រៅជ្រៅក្នុងនាមអ្នកគ្រូជាមេបកម្នាក់ដែរតែត្រូវធ្លាក់ក្នុងដៃជនអាក្រក់និងទទួលការប្រមាថគេឈ្មោះអ្នកគ្រូត្រូវរលាយបាត់បង់អស់អ្នកគ្រូមិនគប្បីនឹងដូនតាប៉អើបីអ្នកគ្រូបានសម្រេចចិត្តមិនចាក់ចែងពីប្រាសាទនេះឡើយ អ្នកគ្រូមិនអាច ស្ដាប់អ្នកគ្រូនិយាយអស់សិនមេបកបិសាចតកូលចាងនោះមានគំនិតអាក្រក់ចំពោះឯងប៉ុន្តែគេមិនសម្លាប់ឯងទេអ្នកគ្រូចង់ឲ្យឯងធ្វើទុនភ្លុនជាមួយគេឆ្លៀតឱកាសដណ្ដើមយកដានមេឃីឥឡូវកំបាច់ប្រហារនេះនៅក្នុងដៃសេស៊ីងនៅឡើយច្រើនឆ្នាំមកនេះមនុស្សជាច្រើនធ្វើការអូសទាញគេនៅមិនព្រមនិយាយថាសេស៊ីងនៅឯណាប៉ុន្តែនៅលើលោកនេះគឺមានមនុស្សម្នាក់អាចឲ្យគេទៅយកកំបិតប្រហារនេះបានម្នាក់នោះគឺជាឯង អ្នកគ្រូខ្ញុំមិនអាចទេ បើមិនគោរពបញ្ជាគ្រូនោះគឺក្បត់នឹងប៉ះ អ្នកគ្រូសំដីអ្នកគ្រូខ្ញុំស្ដាប់ទាំងអស់អស់ខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរតែបើខ្ញុំសម្រាប់ចាងវជីនោះខ្ញុំមិនអាចទេ តើឯងស្រឡាញ់ចាងវិជីមែនទេដល់ពេលនេះហើយមិននិយាយត្រង់ទៀតអី ខ្ញុំទទួលស្គាល់ខ្ញុំស្រឡាញ់ចាងវជីអ្នកគ្រូចាងវជីមានចិត្តស្លូតបោកតាំងពីដើមមកគេមិនដែលមានល្បីលើខ្ញុំទេគេតែងតែជួយខ្ញុំរហូតបើសិនជាអ្នកគ្រូឲ្យខ្ញុំសម្រាប់ចាងវជីនោះខ្ញុំសុខចិត្តស្លាប់សំទោសអ្នកគ្រូខ្ញុំអរគុណអ្នកគ្រូដែលបានបែកបាច់អប់រំខ្ញុំ ចៅរឹងមិនចាំបាច់ធ្វើអញ្ចឹងអ្នកគ្រូមិនឲ្យឯងស្លាប់ទេ ខ្ញុំមិនចង់ធ្វើខុសនឹងបំណងរបស់អ្នកគ្រូខ្ញុំមិនចង់សម្លាប់ចាស់មួយជីខ្ញុំមានតា បានហើយឈប់និយាយទៅមកទល់ពេលនេះទើបអ្នកគ្រូស្គាល់ឯងច្បាស់ធម្មតាឯងស្ដាប់អ្នកគ្រូណាស់ទុនភ្លុនស្លូតបោះស្មានមិនដល់ថាទឹកចិត្តឯងគឺខ្លាំងក្លាបែបនេះសោះ អ្នកគ្រូ បានហើយឈប់យំទៅកុំយំអីសើសំឡាញ់អ្នកគ្រូឲ្យឯងប្រើសម្រស់បោកយកដែរកំបិតនេះមិនមែនអំពើអ្នកត្រឹមត្រូវធ្វើទេប៉ុន្តែអ្នកគ្រូធ្វើកិច្ចការធំគឺមិនប្រកាន់នឹងរឿងតូចតាចឥឡូវដើមមេឃីនៅក្នុងដៃស្រីតកោចាស់កំបិតបហានេះនៅក្នុងដៃសេស៊ីងដែលសម្លាប់មនុស្សរាប់មិនអស់មានថ្ងៃណាមួយពួកគេមានគំនិតអាក្រក់ដើរកំបិតជួបគ្នាហើយទទួលបានកំពីសម្ងាត់អ្នកក្លាហានគួរទៀតពេលនោះអ្នកស្លាប់កាន់តែច្រើនលើលោកមិនដឹងជាមានមនុស្សប្រមាណអ្នកដែលត្រូវបាត់បង់ជីវិតប្រពន្ធកូនត្រូវបាក់បែកគ្នាភារកិច្ចធំដែលមិនដេញទេហ៊ានយានចេញទៅវិញនោះកាន់តែពិបាកទៀតចើរអ្នកគ្រូដឹងថារឿងនេះចំពោះឯងគឺពិបាកណាស់អ្នកគ្រូក៏មិនដាច់ចិត្តឲ្យឯង
រែកពុនតែម្នាក់ឯងដែរប៉ុន្តែអ្នកគ្រូហាត់គុណមួយជីវិតដើម្បីអីសិស្សសំឡាញ់ដើម្បីទ្រទ្រង់ប្រជារាស្ត្រអ្នកគ្រូសូមបងអ្នកគ្រូមិនក៏បើឯងមិនយល់ព្រមអ្នកគ្រូមិនក្រោកទេអ្នកគ្រូក៏មកខំខ្ញុំអីខ្ញុំសុំបងឯងនិយាយត្រូវអ្នកគ្រូបង្ខំឲ្យឯងយល់ព្រមអ្នកគ្រូសុំបងឯងអ្នកគ្រូក្នុងរយៈពេល10ខ្លីអ្នកគ្រូឲ្យខ្ញុំយល់ព្រមនឹងកិច្ចការសំខាន់ដល់13ដំបងឲ្យខ្ញុំស្បោះមិនអាចមានចិត្តស្រឡាញ់ចាស់មួយជីតោះគាត់ទៀតឲ្យខ្ញុំធ្វើជាមេប៉ះអស់ខ្ញុំប្រោះសម្រាប់អូនទាំងចាស់មួយជីមកយកកំបិតប្រហារអ្នកនឹងដាស់មេឃាននោះទោះជាទុកពេលឲ្យខ្ញុំមួយឆ្នាំមកបាយចែកឲ្យយល់ព្រមទាំងនេះក៏ខ្ញុំពិបាកនឹងសម្រេចចិត្តផងកុំថាឲ្យរយៈពេលដល់ខ្លីនេះអ្នកគ្រូខ្ញុំមិនអាចទទួលយកបានទេហ៎ចរើលោកថាបន្ទប់មួយណាមួយនោះគឺលោកស្នាក់នៅគាត់ជាជនល្បីរបស់ព្រះនាងខ្ញុំមិនហ៊ានសម្រុកចូលទេពលរដ្ឋបាត់មានរឿងអីនិយាយទៅមើលពួកទៅបង្កប់ចាច់បោកលោកគ្រូខួរអីលោកគ្រូខួរលោកគ្រូខួរគឺចៅមេឯងមកសម្រាប់យើងមែនទេឈៀងស៊ូនបងថយក្រោយខ្ញុំជឿថាលោកគ្រូឃុំសម្រាប់កងការពារចំពោះខ្ញុំគឺគ្មានបំណងអាក្រក់ទេអ្នកក្លានសងសំជាអ្នកសម្ដែងការងារក្នុងបកអូតាំងមែនខ្ញុំជាបេសកជនគុំមីងខាងស្ដាំខ្ញុំទទួលបញ្ជាពីលោកមេប៉ាខ្ញុំយកថ្នាំអាសាមកឲ្យលោកនេះគឺជាល្បិចចៅមេជឿមិនជឿស្រេចលោកទៅចុះខ្ញុំមានពាក្យបោះស្រាយទីខ្ញុំត្រូវយកថ្នាំអាសាឲ្យមនុស្សផ្សេងទៀតណែលោកពងចុះបើនេះជាថ្នាំពុលកុំខ្វល់តែថ្នាំពុលឬថ្នាំអាសាមនិយាយរួមពួកយើងនៅទីនេះគឺពិបាកជាងស្លាប់ទៅទៀតបើថ្នាំអាសាមគឺល្អតែបើថ្នាំពុលគឺឆាប់ស្លាប់ឆាប់ទៅចាប់ជាតិថ្មីត្រូវហើយផឹកទៅតោះអ្នកគ្រូឆាប់ក្រោកឡើងបើឯងមិនយល់ព្រមយើងមិនក្រោកទេគ្រូមួយថ្ងៃជាម្ដាយមួយជីវិតឪពុកម្ដាយខ្ញុំក៏ស្លាប់ចោលខ្ញុំតាំងពីតូចគឺអ្នកគ្រូចិញ្ចឹមនិងអប់រំខ្ញុំដល់ធំគុណដល់ធំទឹកចិត្តដល់ជ្រាលជ្រៅខ្ញុំមិនអាចធ្វើជាមនុស្សអកតញ្ញូទេចារឹងឯងយល់ព្រមហើយឯងល្អណាស់សោះសម្លាញ់ពិតជាល្អណាស់ល្អអ្នកគ្រូប្រាប់ឯងពេលដែលឯងយកបានកំបិតបហានេះនឹងដៅមេឃាហើយត្រូវរកកន្លែងអាកំបាំងដៃម្ខាងកាន់កំបិតដៃម្ខាងកាន់ដាវហើយប្រើកម្លាំងធាតុឯងធ្វើការបដូរដាវកំបិតខណៈនោះដាវទៅកំបិតទឹកបាក់ក្នុងពេលតែមួយឯងអាចដកកំពីសម្ងាត់នៅក្នុងដាវហើយនៅកំបិតបាននេះជាវិធីសាស្ត្រតែមួយគត់ដែលអាចយកកំពីសម្ងាត់បានពេលនោះកំបិតទឹកនឹងដាវទឹកក៏ត្រូវបំផ្លាញចាំហើយនៅប្រហែលជាឯងកំពុងសង្ស័យថាកបិតប្រហារនេះហើយនឹងដាវបេឃាបាត់បង់អស់រាប់រយឆ្នាំឬមួយក៏គ្មានអ្នកណាអាចស្វែងយល់ពីអាកំបាំងក្នុងនេះទេចិត្តមនុស្សយើងធ្លាប់បានទទួលដាវទឹកហើយនឹងកបិតទឹកដែលមុតបែបនេះដាច់ខាតមិនដាច់ចិត្តបំផ្លាញចោលទេនេះហើយគឺជាអាកំបាំងដ៏ធំបំផុតរបស់ប៉ាអឺមីយើងមានតែប៉ាអឺមីផ្ដើមបន្តទៀតចរើអ្នកគ្រូឯងកាន់តំណែងប៉ាអឺមីគឺមានបំណងនេះត្រូវចាំក្រោយពេលយកបានយុទ្ធ